រដ្ឋបាលខេត្តត្បូងឃ្មុំប្រពៃទិវាវប្បធម៌ជាតិ3មីនាលើកទី27ក្រុមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិដើម្បីបំផុសនៅមនសិការពលរដ្ឋឲ្យស្រឡាញ់សិល្បៈវប្បធម៌មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំសហការជាមួយរដ្ឋបាលខេត្តប្រារព្ធទិវាវប្បធម៌ជាតិ3មីនាលើកទី27ក្រុមប្រធានបទយុវជនដើម្បីវប្បធម៌ជាតិដើម្បីចូលរួមបំផុសនៅមនសិការស្រឡាញ់សិល្បៈវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងទិវានេះធ្វើឡើងនាព្រឹកថ្ងៃទី25ខែមីនាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយុដំប៉ែនកុសលអភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំក្នុងនោះក៏មានការអញ្ជើញចូលរួមពីអាយុដំអភិបាលខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តមន្ត្រីរាជការសិស្សនិស្សិតសិល្បករសិល្បការីព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរបន្ទាប់ពីការរាំរបាំនិងការសម្ដែងចាប៉ីដងវែងរៀបចំដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរួចមកអាយុដំប៉ែនកុសលអភិបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថាទិវាវប្បធម៌ជាតិជាទិវាមួយដ៏មានសារៈសំខាន់របស់ប្រជាជាតិកម្ពុជាក៏ជាឱកាសមួយដ៏មានតម្លៃបំផុតដើម្បីចូលរួមបំផុសនៅមនសិការស្រឡាញ់សិល្បៈវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិសម្រាប់ប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឲ្យបាននូវការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាពនិងបរិយាបន្នស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាអាយុដំបន្តថាជាការពិតណាស់យុវជនជាទំពាំងស្នងឫស្សីគួរតែត្រូវយល់ដឹងឲ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិដែលជាប្រភពចំណេះដឹងមិនចេះរីងស្ងួតក្នុងការបង្កើតនៅផលិតភាពការងារនិងជាកលានុវត្តន៍ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយគ្នានោះអាយុដំអភិបាលខេត្តបានលើកទឹកចិត្តឲ្យបង្កើតចំនួនយុវជនចំនួនក្រោយដើម្បីមានឱកាសកាន់តែធំក្នុងការចូលរួមបណ្ដុះបណ្ដាលស្រាវជ្រាវចងក្រងនិងផ្សព្វផ្សាយវប្បធម៌ជាតិជាពិសេសលើកស្ទួយការងារសិល្បៈបុរាណសម័យនិងទម្រង់សម្លៀកបំពាក់ប្រពៃណីផងដែរបើតាមលោកគូហុកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំបានឲ្យដឹងថាខេត្តត្បូងឃ្មុំជាខេត្តថ្មីដែលទើបតែបង្កើតឡើងក៏ពិតមែនតែជាទឹកដីចំណាស់ជាតំបន់បុរេប្រវត្តិមួយក្នុងចំណោមតំបន់បុរេប្រវត្តិសំខាន់ៗទូទាំងប្រទេសជាតិកម្ពុជាយើងមានស្ថានីយ៍បុរេប្រវត្តិសាស្ត្រចំនួន32កន្លែងប្រាសាទបុរាណចំនួន9កន្លែងទួលបុរាណចំនួន58កន្លែងស្រះបុរាណចំនួន11កន្លែងទន្លេស្ងួតចំនួន1កន្លែងអណ្ដូងបុរាណចំនួន1កន្លែងសំណង់សម័យអាណានិគមប៉មចំនួន3កន្លែងរមណីយដ្ឋានធម្មជាតិចំនួន1កន្លែងរមណីយដ្ឋានប្រវត្តិសាស្ត្រចំនួន1កន្លែងសារមន្ទីរបុរាណវិទ្យាមេមត់ចំនួន1កន្លែងសារមន្ទីរនិងមជ្ឈមណ្ឌលវប្បធម៌ចំនួន1កន្លែងទីរួមខេត្តត្បូងឃ្មុំក្នុងនោះមានសិល្បៈមហាជនគ្រប់ទម្រង់ចំនួន227ក្រុមល្ខោនបាសាក់ចំនួន15ក្រុមភ្លេងប្រពៃណីចំនួន79ក្រុមតន្ត្រីសម័យចំនួន78ក្រុមពិណពាទ្យចំនួន25ក្រុមភ្លេងអារក្សចំនួន5ក្រុមបាសចំនួន2ក្រុមរបាំចំនួន6ក្រុមត្រុដិចំនួន1ក្រុមចាប៉ីដងវែងចំនួន2ក្រុមឆៃយ៉ាំចំនួន14ក្រុមកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមនៅក្នុងមួយថ្ងៃឬមួយស្លាបព្រាកាហ្វេចាប់ផ្ដើមពីការកាត់បន្ថយការថែមទឹកត្រីទឹកស៊ីអ៊ីវអំបិលប៊ីចេងម្សៅស៊ុបទឹកជ្រលក់ទៅក្នុងអាហារនៅពេលចម្អិនឬបរិភោគ